បងប្អូនថ្ងៃនេះនាងខ្ញុំដុតមន់ចង់មុននឹងដុតមន់នេះយើងយកមកយើងវះខាងស្លាបកផ្លូវនឹងទ្រូងដើម្បីយើងប្រឡាក់ទៅឲ្យវាចូលជាតិសពហើយសម្រាប់គ្រឿងផ្សំវិញនាងខ្ញុំបានដាក់ម្សៅមិនម្សៅម្ទេសម៉ដ្ឋទេសផ្លោកលាយជាមួយនឹងរ៉ូឌីដាក់ទៅពីរមុខនេះទេហើយបងប្អូនចង់ដាក់គ្រឿងផ្សំអីផ្សេងបងប្អូនអាចដាក់បានតាមតម្រូវការចូលចិត្តសម្រាប់នាងខ្ញុំគឺនាងខ្ញុំអត់ចូលចិត្តស្ករចូលចិត្តអីប៊ីចេងអីទេបន្ទាប់ពីប្រឡាក់បែបនេះយើងយកទៅដាក់ទុកនៅក្នុងទូកន្លែងត្រជាក់ធម្មតារយៈពេល1យប់ស្អែកឡើងចាំយើងយកចេញមកទៅដុតដើម្បីឲ្យមាន់យើងចូលសព្វជាតិបានល្អអញ្ចឹងគ្រឿងផ្សំប្រឡាក់មាន់របស់នាងខ្ញុំគឺមានតែប៉ុណ្ណេះទេបងប្អូនអាចធ្វើបាននៅពេលទនេសូមអរគុណដែលបានទស្សនាវីដេអូខ្លីរបស់នាងខ្ញុំពីដើមរហូតមកដល់ចប់សូមអរគុណ